សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងបែបរន្ធត់ញាក់សាច់ធើករបស់ដូននីស៊ីដែលទើបតែនឹងចេញថ្មីមួយរៀងយូរដែរលើកយកមកធ្វើការសម្រាយជួយអ្នកទាំងអស់គ្នាទស្សនាដោយសាច់រឿងមួយនេះគឺនិយាយអំពីយុវជនមួយក្រុមបាននាំគ្នាធ្វើដំណើរដែលលេងកំសាន្តតាមរយៈអបឬក៏ទូកផ្ទាល់ខ្លួនឯកជនមួយប៉ុន្តែចៃដន្យអីស្រាប់តែទូកនោះបែរជាទៅជាប់គាំងនៅលើកោះមួយកន្លែងដែលពួកគេនឹងមិនបានដឹងមុនអ្វីដែលកាន់តែចម្លែកទៀតនោះពួកគេបានរកឃើញនៅផតាំងមួយចំនួនដែលបញ្ជាក់ថានៅលើកោះនេះធ្លាប់មានមនុស្សរស់នៅហើយថែមទាំងបានឃើញសាកសពនៅលើកោះនឹងជាច្រើនផងដែរព្រោះតែនៅលើកោះនេះគឺមានខ្មោចលងហើយនៅទីបំផុតពួកគេក៏ត្រូវបានជួបជាមួយនឹងការលងបន្លាចពីវិញ្ញាណខ្មោចដែលនៅលើកោះមួយនេះដែលធ្វើពួកគេនឹងគឺត្រូវបានជួបជាមួយនឹងហេតុការណ៍ភ័យរន្ធត់ដែលមិននឹកស្មានដល់ហើយវិញ្ញាណខ្មោចនោះវាមានភាពកាចសាហាវគោលបំណងរបស់វាមិនត្រឹមតែលងបន្លាចនោះទេគឺយកជីវិតរបស់ពួកគេតែម្ដងដូច្នេះដើម្បីចង់ដឹងថាតើពួកគេអាចរស់រានមានជីវិតចេញពីកោះនឹងបានឬក៏អត់សូមទស្សនានៃការសម្រាយសាច់រឿងទាំងអស់គ្នាផ្ដើមនៃសាច់រឿងដំបូងនឹងមានកោះមួយដែលអត់ទាន់មានឈ្មោះនោះទេហើយនៅលើកោះនោះមានមជ្ឈមណ្ឌលមើលថែមនុស្សមានសតិមិនគ្រប់មួយកន្លែងប៉ុន្តែនៅពេលដែលគ្រប់គ្នាកំពុងតែទទួលទានអាហារពេលយប់នឹងស្រាប់តែមាននារីម្នាក់ដែលជាមនុស្សមិនគ្រប់នោះប្រាប់ថានាងមិនទាន់ស្លាប់នោះទេនាងមិនទាន់ស្លាប់នោះទេបានយកដៃចង្អុលទៅកាន់បង្អួចចំណែកឯកលៀនយុវថយកាបន្ទាប់ពីឃើញចឹងក៏មិនសូវជាខ្វល់ប៉ុន្មានដែរបានអើតមើលបង្អួចរួចហើយក៏បានបិទបង្អួចវិញព្រោះអីគិតថាពួកគេគ្រាន់តែជាមនុស្សសតិមិនគ្រប់តែប៉ុណ្ណោះចំណែកឯនាយកដែលគ្រប់គ្រងនៅទីនេះវិញគាត់កំពុងតែចាត់ចែងជាមួយនឹងសាសសពរបស់មនុស្សម្នាក់ដែលមកនៅទីនេះប៉ុន្តែសុករឿងរ៉ាវដែលចម្លែកនិងគួរឲ្យខ្លាចមួយចាប់ផ្ដើមកើតឡើងដែលធ្វើឲ្យអ្នកគ្រូប្រាប់ឲ្យអ្នកទាំងអស់គ្នានាំគ្នាជំនះខ្លួនចេញពីទីនេះប៉ុន្តែវាហាក់ដូចជាមាននរណាម្នាក់កំពុងតែអូសជើងដើរមកកាន់ពួកគេអញ្ចឹងប៉ុន្តែនៅពេលដែលអ្នកគ្រប់គ្រងគាត់មើលទៅបែរជាមិនបានឃើញអ្វីទាំងអស់ដូច្នេះគ្រប់គ្នាក៏ប្រញាប់រត់ចាក់ចេញពីមជ្ឈមណ្ឌលនឹងទៅរកកន្លែងដែលមានសុវត្ថិភាពប៉ុន្តែស្រាប់តែនារីម្នាក់ដែលមានសតិមិនគ្រប់នឹងរត់សុកក៏ឈប់មួយកន្លែងបន្ទាប់មកនាងបែរជារត់ចូលទៅពួននៅក្រោមតុទោះបីជាអ្នកគ្រូនាយកនាយិកានឹងហៅយ៉ាងណាក៏នាងមិនព្រមចេញដែរហើយនៅទីបំផុតហើយពេលវេលាក៏បានរំលងផុតអស់រយៈពេលជាច្រើនឆ្នាំតារាដែលកំពុងតែមានគម្រោងត្រូវទៅដើរលេងនៅសមុទ្រស្រាប់តែទទួលបានដំណឹងពីអូតូនិយមថានៅមានព្យុះបានបក់មកទៅលើកោះមួយចំនួននៅក្នុងប្រទេសឥណ្ឌូនេស៊ីយ៉ាងខ្លាំងដែលធ្វើឲ្យអ្នកទេសចរត្រូវផ្អាកដំណើរសិនហើយនឹងអ្នកនេសាទនឹងក៏ត្រូវផ្អាកដំណើរដូចគ្នាផងដែរការប្រកាសនេះធ្វើឲ្យនាងមានការព្រួយបារម្ភជាខ្លាំងព្រោះនៅថ្ងៃស្អែកនាងត្រូវធ្វើដំណើរកម្សាន្តជាមួយនឹងមិត្តភ័ក្តិរបស់នាងផងប៉ុន្តែគម្រោងរបស់ពួកគេបានរៀបចំរួចទៅហើយគឺនាងមានតែសុំម្ដាយរបស់នាងទៅតែប៉ុណ្ណោះប៉ុន្តែគាត់មិនអនុញ្ញាតនោះទេដោយសារតែគាត់ដឹងអំពីអាកាសធាតុដែលកំពុងតែមានព្យុះហើយនាងក៏បានដើរចូលទៅក្នុងបន្ទប់នាងបាត់ទៅលុះដល់ពេលវេលាព្រឹកឡើងម្ដាយរបស់នាងក៏បានមកដាស់នាងដើម្បីឲ្យរៀបចំខ្លួនទទួលទានអាហារពេលព្រឹកហើយគ្រាន់តែគាត់ចេញទៅបាត់ភ្លាមស្រាប់តែនាងរៀបចំខ្លួនលួចចេញតាមបង្អួចទៅជាមួយនឹងមិត្តប្រុសរបស់នាងដែលគាត់មានឈ្មោះថាណូអាហើយនៅទីបំផុតពួកគេក៏បានធ្វើដំណើរកំសាន្តតាមរយៈអបអរឯកជនមួយដោយមានមិត្តភក្តិរបស់គេប៉ុន្មានអ្នកទៀតចូលរួមនៅក្នុងដំណើរកំសាន្តមួយនេះពួកគេហាក់ដូចជាសប្បាយរីករាយនិងនិយាយថាត្រូវតែប្រញាប់ត្រឡប់ទៅវិញឲ្យទាន់ពេលវេលាព្រោះអីគឺពួកគេបានកក់អាហារពេលល្ងាចនៅលើរីសតរបស់ពួកគេទៅហើយមិនយូរប៉ុន្មានស្រាប់តែលោកពូចាម៉ាល់គាត់ដែលជាអ្នកបើកទូកហ្នឹងគាត់ប្រាប់ថាសល់រយៈពេល7នាទីទៀតទូករបស់ពួកគេនឹងត្រូវវិលត្រឡប់ទៅវិញដែលធ្វើឲ្យគ្រប់គ្នាកំពុងតែលេងសប្បាយចិត្តនោះគឺមិនសប្បាយចិត្តនោះទេហើយណូអាដែលត្រូវជាកូនរបស់លោកពូចាម៉ាល់ក៏បានទៅនិយាយជើមួយនឹងឪពុករបស់ខ្លួននៅពេលដែលកំពុងតែធ្វើដំណើរនៅលើទូកសុកស្រាប់តែទូកហាក់ដូចជាមើលមិនឃើញនោះទេចុះអាបចម្លែកដែលជាហេតុធ្វើឲ្យលោកពូចាម៉ាល់ហ្នឹងគាត់បានបើកទូកទៅគឿងជាមួយនឹងច្រាំងនៅលើកោះមួយហើយគាត់ក៏បានចូលមកប្រាប់ពួកគេថានៅពេលនេះទូកបានគឿងរួចទៅហើយណាមួយម៉ាស៊ីនក៏ហាក់ដូចជាបញ្ឆេះមិនឆេះថែមទៀតអញ្ចឹងគាត់ក៏បានពិនិត្យមើលបន្ទាប់ពីពិនិត្យមើលទៅគាត់បានប្រាប់ពួកគេថាលើនេះទូកមិនអាចចូលទៅកាន់ទឹកជ្រៅវិញបាននោះទេលុះត្រាតែមានទឹកនាចមកទើបទូកអាចអណ្ដែតចូលទឹកជ្រៅវិញបានហើយណាមួយដោយសារតែម៉ាស៊ីនមានបញ្ហាទៀតគាត់នឹងចំណាយពេលវាដើម្បីជួយជុលវាឲ្យពួកគេរងចាំនៅទីនេះបន្តិចទៅក្នុងអំឡុងពេលនៃការរងចាំនឹងគ្រប់គ្នាក៏បានស្វែងរកសេវាដើម្បីសុំជំនួយប៉ុន្តែនៅទីនេះហាក់ដូចជាគ្មានសេវាទូរស័ព្ទទាល់តែសោះនៅពេលដែលគ្រប់គ្នាកំពុងតែដើរស្វែងរកសេវាទូរស័ព្ទនៅតាមបណ្ដោយឆ្នេរនៃកោះនេះសុកស្រាប់តែពួកគេបានសង្កេតឃើញថានៅលើកោះនេះដូចមិនមែនជាកោះដែលអត់មានមនុស្សនោះទេព្រោះអីឃើញដូចជាមានទូកនេសាទហើយមើលទៅត្រីក៏ទើបតែនឹងងាប់ថ្មីផងដែរហើយនៅពេលនោះផាន់ឌូបានហៅពួកគេឲ្យទៅមើលទូកមួយប៉ុន្តែស្រាប់តែតារាបានឃើញស្បែកជើងមួយគូរបស់មនុស្សស្រីមានប្រឡាក់ដោយឈាមថែមទៀតធ្វើឲ្យនាង
មានអារម្មណ៍ដូចជាមិនសូវស្រួលនោះទេហើយនៅពេលដែលពួកគេកំពុងតែពិនិត្យមើលទូកនៅលើច្រាំងនេះសុកស្រាប់តែពួកគេបានឮសំឡេងក្មេងស្រីម្នាក់កំពុងតែស្រែកឲ្យជួយអញ្ចឹងណូអាគាត់ក៏បានប្រាប់ឲ្យពួកគេរងចាំនៅទីនេះចំណែកគាត់ទៅជួយក្មេងស្រីនោះបន្តិចសិនប៉ុន្តែត្រូវបាននីគីជំទាស់និងហាមមិនឲ្យណូអាទៅនោះទេផ្ទុយទៅវិញណូអាបែរជាខឹងព្រមទាំងបាននិយាយថានីគីគឺជាមនុស្សអាត្មានិយមថែមទៀតផងពេលនោះផងដែរតារាក៏បានទៅជាមួយនឹងណូអាដែរបន្ទាប់មកសាច់រឿងក៏បានឲ្យយើងឃើញអំពីគ្រួសារមួយដែលឪពុកនឹងគឺមិនសូវជាចូលចិត្តកូនស្រីរបស់ខ្លួននោះទេឲ្យតែនឹងធ្វើខុសអីបន្តិចគឺដឹងតែត្រូវហើយនៅពេលដែលនាងធ្វើឲ្យបាយកែវអញ្ចឹងគាត់បានអូទាញនាងរហូតដល់អំបែងកែវមុតជើងហើយគាត់ក៏បានយកនាងទៅឃុំនៅក្នុងបន្ទប់ដោយមិនបានខ្វល់ពីអ្វីទាំងអស់អត់ដឹងថាគាត់មានរឿងអីជាមួយនឹងកូនរបស់ខ្លួននោះទេបែរមកពួកគេទាំងពីរនាក់ដែលចូលមកក្នុងព្រៃអំបែងមិញហ្នឹងក្មេងស្រីនឹងមិនឃើញនោះទេប៉ុន្តែផ្ទុយទៅវិញបែរជារកឃើញទូរស័ព្ទមួយដែលមើលទៅទើបតែនឹងជ្រុះព្រោះតែថ្មរបស់វាគឺមិនទាន់អស់នៅឡើយអញ្ចឹងពួកគេក៏បាននាំគ្នាបន្តស្វែងរកក្មេងស្រីដែលពួកគេបានឮសំឡេងកាលពីក្បាលល្ងាចបន្តទៀតប៉ុន្តែដោយសារតែឃើញមិនស្រួលបំរុងនឹងនាំគ្នាត្រឡប់ទៅរកទុកវិញហើយស្រាប់តែបានឮសំឡេងម្ដងទៀតអញ្ចឹងពួកគេក៏បាននាំគ្នាប្រញាប់រត់ទៅរកក្មេងស្រីម្នាក់នោះប៉ុន្តែរកចុះរកឡើងហាក់ដូចជាអត់ឃើញអីនោះទេផ្ទុយទៅវិញបែរជារបស់របរមួយចំនួនមានចលនាដោយខ្លួនឯងពួកគេខំប្រឹងស្វែងរកណាស់ដែរប៉ុន្តែសំឡេងម្ដងឮខាងបន្តិចម្ដងឮខាងបន្តិចវាហាក់ដូចជាមិនច្បាស់ទាល់តែសោះយ៉ាងណាក៏ដោយក៏ណូអាគាត់ក៏នៅតែបន្តតាមក្មេងស្រីនោះបន្តទៅទៀតហើយសុកពួកគេមានអារម្មណ៍ដូចជាមិនសូវស្រួលទាល់តែសោះគឺតារាហ្នឹងបានឃើញថានៅគល់ឈើដូចជាមានអ្វីមួយយ៉ាងហើយនៅពេលដែលនាងអោនចូលទៅមើលទៅទើបដឹងថាគឺជាសាសពរបស់មនុស្សដែលគួរឲ្យខ្លាចនាងបានស្រែកខ្លាំងរហូតដល់ណូអាហ្នឹងបានរត់មកហើយសំឡេងស្រែករបស់នាងបានឮទៅដល់ពួកគេដែលកំពុងតែរងចាំនៅលើច្រាំងផងដែរពេលដែលឮសំឡេងអញ្ចឹងផាន់ឌូបានប្រាប់ឲ្យស្រីរងចាំនៅទីនេះចំណែកឯគាត់ទៅតាមមើលពួកគេទាំងពីរនាក់ហើយនៅពេលដែលពួកគេប្រញាប់រត់ចេញមកវិញហ្នឹងក៏ស្រាប់តែតាក់ជើងឃើញថាមានសាកសពជាច្រើនមិនមែនមានតែមួយនោះទេពួកគេក៏នៅតែបន្តនាំគ្នារត់បន្តទៅទៀតប៉ុន្តែចាប់អារម្មណ៍ថាពួកគេរត់មកដល់កន្លែងដដែលហាក់ដូចជាចេញមិនផុតពីទីនេះតតែសោះមិនត្រឹមតែប៉ុណ្ណោះថែមទាំងមានទឹករងាយធ្លាក់មកពីលើថែមទៀតផងនៅពេលដែលងាយមើលទៅគឺជាសាកសពរបស់មនុស្សជាច្រើនដែលបានស្លាប់មិនត្រឹមតែនៅក្រោមនោះទេថែមទាំងនៅលើដើមឈើថែមទៀតផងបន្ទាប់មកពួកគេបានឃើញភ្លើងពិលរបស់ផាន់ឌូដំបូងឡើយស្មានថាមិនមែនជាផាន់ឌូប៉ុន្តែដល់តែពេលទៅចិត្តទើបដឹងថាជាផាន់ឌូពិតមែនហើយពួកគេបានប្រាប់អំពីសាកសពដែលពួកគេបានឃើញអញ្ចឹងមានន័យថានៅទីនេះមិនសូវស្រួលនោះទេពួកគេត្រូវតែប្រញាប់ចាក់ចេញពីទីនេះឲ្យបានលឿនសាកសពទាំងអស់នេះទើបតែនឹងស្លាប់ថ្មីដែរហើយស្លាប់ស្ទើរតែគ្រប់ទីកន្លែងមិនដឹងថាតើនៅលើកោះនេះមានរឿងអ្វីឡើយគេគិតថានឹងនាំគ្នាចាក់ចេញពីទីនេះទៅកាន់ច្រាំងវិញប៉ុន្តែណារ៉ាបានប្រាប់ថាគេហាក់ដូចជាវង្វេងមួយល្ងាចទៅហើយដែលចោះដល់ឡើងដូចជាចេញមិនផុតទាល់តែសោះតើពីដឹងខ្លួនថាពួកគេត្រូវបានវង្វេងនៅទីនេះផាន់ឌូក៏បានចងខ្សែចំណាំទុកនៅគល់ឈើមួយពេលដែលឃើញសាកសពជាច្រើនបន្តអញ្ចឹងពួកគេបាននាំគ្នាប្រញាប់រត់ឲ្យលឿនដើម្បីចាក់ចេញពីព្រៃនេះឲ្យបានលឿនព្រោះអីពួកគេគិតថាទីនេះមិនមានសុវត្ថិភាពនោះទេប៉ុន្តែនៅពេលដែលដើរចុះដើរឡើងស្រាប់តែពួកគេបែកច្បាត់គ្នាឆឹងមិនដឹងថាផាន់ឌូទៅណានោះទេចំណែកពួកគេទាំងពីរនាក់ក៏រកផាន់ឌូមិនឃើញហើយផាន់ឌូក៏រកពួកគេមិនឃើញដែរប៉ុន្តែផាន់ឌូបានឃើញក្មេងស្រីម្នាក់រត់កាត់គេពេលនោះគេក៏បានប្រញាប់ទៅតាមចំណែកឯពួកគេទាំងពីរនាក់វិញនៅពេលដែលដើរចុះដើរឡើងស្រាប់តែឃើញកន្លែងដែលផាន់ឌូបានចងចំណោយបាញ់មិញចឹងមានន័យថាពួកគេគឺត្រូវបានរងវែងមិនអាចចេញផុតពីទីនេះបានឡើយហើយសាកសពដែលពួកគេបានឃើញនោះប្រហែលជាសាកសពរបស់អ្នកដែលវងវែងដូចជាពួកគេអញ្ចឹងយ៉ាងណាក៏ដោយក៏ណូអាប្រាប់ឲ្យតារារក្សាចិត្តឲ្យស្ងប់កុំស្លន់ស្លោអីបន្ទាប់មកពួកគេក៏បានប្រទះឃើញនៅសញ្ញាមួយប៉ុន្តែភ្លាមនោះស្រាប់តែពួកគេបានឃើញភ្លើងដែលបាញ់សុំជំនួយពីលោកពូចាម៉ាល់ដែលគាត់នៅលើទូកនឹងឯងព្រោះតែគាត់ដឹងថាពេលនេះគាត់មិនអាចធ្វើការតាក់ទងទៅសុំជំនួយបាននោះទេគឺមានតែប្រើវិធីមួយនេះតែប៉ុណ្ណោះប៉ុន្តែបន្ទាប់មកស្រាប់តែឮសំឡេងទូកត្រូវបានឆេះប៉ុន្តែហាក់ដូចជាតាក់នឹងអ្វីមួយអញ្ចឹងហេតុនេះលោកពូចាម៉ាល់គាត់ក៏បានទៅពិនិត្យមើលឃើញថាការពិតទូករបស់គាត់គឺបានឆេះវិញហើយប៉ុន្តែតាក់ជាមួយនឹងច្រវាក់ដូច្នេះគាត់ក៏បានទៅទាញច្រវាក់នោះចេញដើម្បីឲ្យស្លាបចាក់ទូកអាចដំណើរការឡើងវិញប៉ុន្តែនៅពេលដែលគាត់កំពុងតែព្យាយាមទាញចេញស្រាប់តែស្លាបចាក់នោះវិលបានទាញគាត់ចូលទៅក្នុងស្លាបចាក់ហើយលោកពូចាម៉ាល់គាត់ក៏ត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅ
ហើយពួកគេទាំងពីរនាក់បានឃើញខ្មោចស្រីដែលសម្រាប់លោកពូចាម៉ាល់នោះឈរនៅលើក្បាលទូកអញ្ចឹងពួកគេក៏បាននាំគ្នាប្រញាប់រត់ចូលទៅក្នុងព្រៃដើម្បីទៅរកគ្នារបស់គេពី3នាក់ផ្សេងទៀតអ្នកទាំងពីរនាក់វិញដើរចុះដើរឡើងក៏ស្រាប់តែបានប្រទះឃើញនៅភូមិគ្រឹះដ៏ធំមួយប៉ុន្តែនៅពេលដែលចូលទៅជិតទើបដឹងថាមិនមែនជាភូមិគ្រឹះអ្វីនោះទេវាគ្រាន់តែជាមជ្ឈមណ្ឌលមួយកន្លែងតែប៉ុណ្ណោះហើយឃើញទាំងមេក្រូសម្រាប់បំពងសម្លេងថែមទៀតផងប៉ុន្តែចៃដន្យអីទ្វារត្រូវបានជាប់ហាក់ដូចជាបើកមិនចេញនោះទេចឹងគឺមានតែព្យាយាមប្រើកម្លាំងបាយតែប៉ុណ្ណោះហើយនៅពេលនឹងផងដែរតារាមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែឃ្លាំមើលនាងប៉ុន្តែដល់តែពេលមើលទៅអត់មានឃើញអីទាំងអស់ចំណែកផាន់ឌូគឺគេបានឃើញក្មេងស្រីម្នាក់ចេះតែរត់ចូលទៅក្នុងព្រៃអញ្ចឹងហើយបានជាគេប្រញាប់រត់ទៅតាមហើយនៅទីបំផុតគេក៏រត់តាមតាន់និងប្រាប់កុំឲ្យនាងខ្លាចគេអីគេមកនេះដើម្បីជួយនាងនោះទេប៉ុន្តែគេមិនដឹងថាគេត្រូវបានខ្សែចង្វាក់ទាញឡើងទៅខាងលើហើយទម្លាក់គេចុះមកវិញបន្ទាប់មកគេក៏បានប្រញាប់ទាញយកពើរបស់គេដែលបានជ្រុះចេញពីដៃនោះប៉ុន្តែនៅពេលនោះលុះដល់ទៅពេលដែលគេចាប់ទាញយកពើដើម្បីបញ្ចាំងមើលខ្មោចស្រីដែលឈរនៅមុខអំបញ្ញមិញបែរជាមិនបានឃើញអ្វីទាំងអស់គ្រប់យ៉ាងហាក់ដូចជាស្ងប់ស្ងាត់ធម្មតាឃើញខ្មោចគួរខ្លាចអញ្ចឹងផាន់ឌូបានរត់យ៉ាងលឿនមិនដឹងថាទិសដៅទៅណាមកណានោះទេប៉ុន្តែនៅពេលដែលរត់ចុះរត់ឡើងទើបដឹងថាគេរត់មកដល់កន្លែងដដែលងាកមកកាន់ពួកគេទាំងពីរនាក់ក៏បានប្រទះឃើញនៅក្នុងអគារដែលពួកគេបានចូលនោះគឺមានសាកសពជាច្រើនជាពិសេសថ្ងៃបដិឆេទគឺ2013ថែមទៀតផងមិនត្រឹមតែប៉ុណ្ណោះថែមទាំងបានឃើញរូបថតមួយផ្ទាំងនេះថែមទៀតគ្រាន់តែឃើញអញ្ចឹងណូអាបាននិយាយថាឪពុករបស់គេធ្លាប់បានប្រាប់ថានៅលើកោះក្នុងប្រទេសឥណ្ឌូនេស៊ីមានកោះមួយចំនួនមិនត្រូវបានចុះបញ្ជីនៅក្នុងរដ្ឋាភិបាលនោះទេហើយកោះនោះគឺត្រូវបានគេយកទៅប្រើប្រាស់សម្រាប់បង្កើតមន្ទីរពេទ្យវិកលចរិតប្រហែលជាទីនេះហើយគឺជាចំណោមកោះដែលគេមិនបានចុះបញ្ជីនោះដូច្នេះសបញ្ជាក់ឲ្យឃើញថារឿងដែលពួករបស់គាត់ប្រាប់នោះគឺជាការពិតហើយបន្ទាប់មកក៏ស្រាប់តែពួកគេបានឃើញប្លង់ផែនទីរបស់អគារនេះទាំងមូលហើយក៏បានដឹងថាទីណាគឺជាម៉ាស៊ីនភ្លើងហើយទីណាគឺជាបន្ទប់ឯកសារឬក៏បន្ទប់ផ្សេងទៀតដូច្នេះពួកគេបាននាំគ្នាទៅស្វែងរកបន្ទប់ម៉ាស៊ីនភ្លើងដើម្បីបើកភ្លើងបញ្ឆេះឡើងដើម្បីធ្វើការតាក់ទងទៅកាន់តំបន់ខាងក្រៅបានប៉ុន្តែស្រាប់តែទូរស័ព្ទរបស់ណូអាបែរជាអស់ថ្មអញ្ចឹងគឺនៅសល់តែទូរស័ព្ទដៃរបស់តារាតែប៉ុណ្ណោះដែលនៅមានថ្មបន្តទៀតពួកគេក៏បានធ្វើដំណើរពីបន្ទប់មួយឆ្លងទៅកាន់បន្ទប់មួយហើយបន្ទប់ខ្លះមើលទៅវាហាក់ដូចជាគួរឲ្យខ្លាចចំណែកឯពួកគេទាំងពីរនាក់វិញបន្ទាប់ពីរត់គេចពីខ្មោចនៅលើទូកនោះរួចហើយពួកគេក៏បានមកដល់ក្នុងព្រៃប៉ុន្តែនីគីបានប្រាប់កុំឲ្យឡាទីបិទភ្លើងពិលអីដើម្បីសុវត្ថិភាពពួកគេបែរមកអ្នកទាំងពីរនាក់វិញក៏នៅតែបន្តស្វែងរកធ្វើដំណើរទៅកាន់បន្ទប់ដើម្បីបញ្ឆេះភ្លើងប៉ុន្តែនៅពេលដែលពួកគេដើរទៅកាត់មុខបន្ទប់មួយតារានាងបានចាប់ស្មារបស់ណូអាជាប់និងប្រាប់ណូអាថានៅក្នុងបន្ទប់នេះដូចជាមានមនុស្សហើយនៅពេលដែលមើលទៅឃើញថាពិតជាមានមនុស្សពិតមែនឃើញអញ្ចឹងពួកគេទាំងពីរនាក់ប្រញាប់នាំគ្នាចូលទៅដើម្បីធ្វើការសួរនាំប៉ុន្តែចេះតែមានអារម្មណ៍ថាត្រជាក់ចឹងក្នុងមិនដឹងនោះទេហើយនៅពេលដែលចូលទៅដល់បើកទៅតាមពិតមិនមែនជាមនុស្សឡើយវាគ្រាន់តែជាខ្នើយអោបមួយធម្មតាតែប៉ុណ្ណោះហើយបន្ទាប់មកពួកគេទាំងពីរនាក់បាននាំគ្នាពិនិត្យមើលបរិវេណជុំវិញបន្ទប់នេះព្រោះអីជ្រុលចូលមកទៅហើយក៏បានឃើញថានៅក្នុងបន្ទប់នេះពោពេញទៅដោយរូបគំនូររបស់កុមារជាច្រើនអញ្ចឹងមានន័យថាម្ចាស់បន្ទប់នេះច្បាស់ជាក្មេងស្រីជាមិនខានហើយរូបភាពក៏បានឲ្យយើងឃើញថានេះគឺជាម្ចាស់រូបនៅក្នុងបន្ទប់នឹងឯងកាលពីមុននៅពេលដែលនាងនៅក្មេងនៅជាមួយនឹងឪពុករបស់នាងបានគូររូបបែបនេះនៅលើបន្ទប់ការងាររបស់គាត់ដោយសារតែនាងឃើញគាត់មិនសប្បាយចិត្តចង់ឲ្យគាត់ឃើញរូបនេះហើយគាត់សប្បាយចិត្តប៉ុន្តែផ្ទុយទៅវិញនាងធ្វើអីក៏ខុសដែរគាត់បានវាយព្រមទាំងបានអូសនាងយកទៅថែមទៀតផងប៉ុន្តែមិននឹកស្មានថានាងបានប្រើកន្ត្រៃនៅក្នុងដៃរបស់នាងសម្រាប់ឪពុកបង្កើតរបស់ខ្លួនឯងមិនដឹងថាមកពីមូលហេតុអ្វីនោះទេឬក៏មកពីនាងអត់ទ្រាំជាយូរណាស់មកហើយតែងតែត្រូវបានគាត់ធ្វើបាបហើយពួកគេទាំងពីរនាក់ក៏បានចាក់ចេញពីបន្ទប់ហ្នឹងដើម្បីបន្តដំណើរចូលទៅក្នុងបន្ទប់អគ្គិសនីហើយនៅក្នុងបន្ទប់អគ្គិសនីនោះគឺពិតជាមានកន្លែងបញ្ឆេះភ្លើងពិតមែនប៉ុន្តែនៅពេលដែលណូអាគាត់ទៅបើកបញ្ឆេះម៉ាស៊ីនភ្លើងឡើងវាអត់ដំណើរការតតែសោះគឺដោយសារតែវាអស់ប្រេងនឹងឯងចំណែកឯស្តុកដាក់ប្រេងក៏នៅក្នុងបន្ទប់នេះដែរដូច្នេះពួកគេក៏បានប្រញាប់បូមប្រេងដើម្បីបញ្ចូលទៅក្នុងម៉ាស៊ីននិងធ្វើការដំណើរការម៉ាស៊ីននោះចង់ដឹងថាតើវាដំណើរការឬក៏អត់ហើយនៅទីបំផុតម៉ាស៊ីននេះពិតជាដំណើរការពិតមែនបែរមកពួកគេទាំងពីរនាក់កំពុងតែព្យាយាមលាក់ខ្លួនយ៉ាងស្ងប់ស្ងាត់ដោយមិនហ៊ានបើកភ្លើងពិលតតែសោះប៉ុន្តែនៅពេលនោះស្រាប់តែពួកគេបានឃើញភ្លើងពិល
ដោយគិតថាជាផាន់ដូព្រោះអីបានឮសំឡេងរបស់គាត់ប៉ុន្តែនីគីមិនទាន់ប្រកាសនៅក្នុងចិត្តនោះទេរងចាំមើលបន្តិចទៀតសិនព្រោះអីមិនប្រកាសថានោះគឺជាគាត់ឡើយបន្ទាប់ពីលួចមើលដឹងថាជាផាន់ដូហើយឡាធីនាងក៏បានក្រោកឡើងដើម្បីហៅផាន់ដូប៉ុន្តែភ្លាមនោះផងដែរក៏ស្រាប់តែនីគីបែរជាចាប់គប់មាត់នាងទៅវិញដោយមិនឲ្យនាងទៅរកផាន់ដូនោះទេមូលហេតុគឺដោយសារតែនាងបានឃើញថាខ្មោចស្រីដែលពួកគេបានឃើញនៅលើទូកកំពុងតែដើរសំដៅទៅរកផាន់ដូចឹងហើយបាច់ជានាងឲ្យនៅឲ្យស្ងប់ស្ងាត់សិនឃើញអញ្ចឹងឡាធីនាងក៏នៅតែចង់ឲ្យចូលទៅជួយផាន់ដូប៉ុន្តែត្រូវបាននីកនាងបដិសេធបន្ទាប់មកផាន់ដូក៏បានប្រញាប់រត់គេចចេញពីខ្មោចនោះនៅពេលដែលគាត់រត់ចុះរត់ឡើងបែរជាត្រូវបានខ្មោចនោះប្រើច្រវាក់ទាញគាត់ផ្ទប់ជាមួយនឹងដើមឈើមុតជាមួយនឹងមែកស្រួចរបស់វាចំណែកឯណូអានេះវិញគាត់បានប្រើវិទ្យុតាក់ទងដើម្បីធ្វើការតាក់ទងទៅកាន់ពិភពខាងក្រៅប៉ុន្តែមិនទទួលបានការឆ្លើយតបទាល់តែសោះបន្ទាប់មកពួកគេក៏បានមើលកាមេរ៉ាដែលបានដាក់នៅក្នុងអគារមួយនេះពេលនោះក៏ស្រាប់តែបានឃើញមិត្តភ័ក្តិស្រីរបស់ពួកគេទាំងពីរនាក់កំពុងតែសម្ដៅចូលមកដូច្នេះអ្នកទាំងពីរប្រញាប់រត់ទៅបើកទ្វារដើម្បីឲ្យពួកគេទាំងពីរនាក់ចូលហើយនៅពេលដែលចូលមកនោះពួកគេសួរថាហេតុអ្វីបានជាចូលមកក្នុងព្រៃអញ្ចឹងមិនព្រមនៅមាត់ឆ្នេរចាំពួកគេទៅហើយនាងបានប្រាប់ថាលោកចាម៉ាល់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយចំណែកឡាទីបែរជាខឹងនីកព្រមទាំងបានទះកំភ្លៀងនាងថែមទៀតផងព្រោះតែនីកគឺជាអ្នករារាំងមិនឲ្យនាងទៅជួយផាន់ដូទាំងដែលពួកគេនោះបានឃើញផាន់ដូនៅនឹងមុខទៅហើយនីគីនឹងក៏បានធ្វើការបកស្រាយប្រាប់អំពីរឿងរ៉ាវដែលបានកើតឡើងថានាងគ្មានបំណងនោះទេប៉ុន្តែនៅពេលហ្នឹងស្រាប់តែឡាទីបានចំណាំមុខខ្មោចនោះបានថាគឺជាមនុស្សស្រីដែលនៅក្នុងរូបនោះនៅពេលដែលរឿងរ៉ាវធ្លាក់ដល់ដំណាក់កាលនេះនីគីបានធ្វើការស្ដីបន្ទោសទៅឲ្យណូអាជាខ្លាំងបើសិនជាណូអាស្ដាប់សម្ដីរបស់នាងមិនចង់ធ្វើជាវីរបុរសជួយក្មេងស្រីនោះទេប្រហែលជាពួកគេក៏មិនជួបរឿងបែបនេះដែរប៉ុន្តែផ្ទុយទៅវិញណូអានៅតែមិនដឹងកំហុសថែមទាំងបានចោទថានេះគឺជាមនុស្សអាត្មានិយមគិតតែខ្លួនឯងថែមទៀតផងហើយនៅពេលនោះសុកពួកគេបែកច្បាស់លើសំឡេងគួរទ្វារចេញមកពីខាងក្រៅធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ដូចមិនស្រួលទាល់តែសោះព្រោះនៅពេលដែលណូអាគាត់លួចមើលទៅអត់ឃើញមនុស្សនោះទេដល់ទៅពេលដែលគាត់បើកទ្វារទៅបែរជាបានឃើញផាន់ដូធ្លាក់ចេញមកដូច្នេះពួកគេបានប្រញាប់នាំគ្នាជួយទាញផាន់ដូចូលទៅខាងក្នុងបន្ទាប់ពីពិនិត្យមើលទៅគឺផាន់ដូបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយចុះបើផាន់ដូស្លាប់បាត់បង់ជីវិតតើអ្នកណាគេទៅដែលជាអ្នកនាំយកផាន់ដូមកកាន់ទីនេះហើយណូអាគាត់ក៏ចាប់ផ្ដើមធ្វើការបន្ទោសខ្លួនឯងជាខ្លាំងនៅពេលដែលឃើញផាន់ដូស្លាប់បាត់បង់ជីវិតការពិតទៅគឺកំហុសនេះពិតជាបានកាត់ឡើងដោយសារតែគាត់ពិតមែនប៉ុន្តែយ៉ាងណាពួកគេគិតថាត្រូវតែដោះស្រាយពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវខ្មោចស្រីនេះឲ្យទាល់តែបានបើមិនអញ្ចឹងទេពួកគេក៏មិនអាចចាក់ចេញពីទីនេះបានដែរដូច្នេះពួកគេបាននាំគ្នាទៅឆែកមើលកាមេរ៉ាអំពីមូលហេតុចាប់តាំងពីថ្ងៃដែលធ្វើឲ្យកន្លែងនេះត្រូវបានគេបោះបង់ចោលថាតើមានរឿងអីកើតឡើងបានជាទីនេះនៅសុកបែបប្រែคล้ายទៅជាអញ្ចឹងហើយពួកគេក៏បានឃើញនៅទស្សនវិជ្ជាឬក៏ហេតុការណ៍ដែលបានកើតឡើងនៅក្នុងកាមេរ៉ាទាំងអស់បន្ទាប់ពីបានឃើញនៅហេតុការណ៍ដែលបានកើតឡើងនៅក្នុងឆ្នាំ2013នឹងហើយពួកគេក៏បានដឹងថាដោយសារតែពួកគេមិនទាន់ដឹងរឿងច្បាស់អញ្ចឹងពួកគេបាននាំគ្នាទៅកាន់បន្ទប់ឯកសារបន្ថែមទៀតដើម្បីទៅមើលឯកសារដែលគេបានកត់ទុកនៅក្នុងអំឡុងឆ្នាំនោះថាតើមានរឿងអ្វីកើតឡើងបន្ថែមទៀតទៅពួកគេនឹងងាយស្រួលនៅក្នុងការដោះស្រាយជាមួយនឹងខ្មោចស្រីម្នាក់នឹងបន្ទាប់មកពួកគេក៏បានឃើញអំពីប្រវត្តិរបស់ក្មេងស្រីម្នាក់ដែលជាខ្មោចស្រីនឹងឯងដែលនាងគឺត្រូវបានម្ដាយរបស់នាងនាំមកកាន់ទីនេះបន្ទាប់ពីនាងសម្លាប់ឪពុករបស់នាងរួចហើយទីនេះគឺគេទទួលតែមនុស្សដែលវិកលចរិតឬក៏មនុស្សមិនគ្រប់តែប៉ុណ្ណោះអញ្ចឹងម្ដាយរបស់នាងគិតថានាងគឺជាមនុស្សដែលមិនគ្រប់អញ្ចឹងហើយបានជាគាត់យកនាងមកផ្ញើនៅទីនឹងឯងឯកសារជាច្រើនក៏ត្រូវបានប្រមូលផ្ដុំគ្នាយកមកមើលមិនត្រឹមតែប៉ុណ្ណោះថែមទាំងមានខ្សែអាតវីដេអូដែលពួកគេបានថតទុកថែមទៀតផងបន្ទាប់ពីក្មេងស្រីដែលមានឈ្មោះថាម៉ាឡាពូត្រីត្រូវបានព្យាបាលនៅទីនេះមួយរយៈគេក៏បានធ្វើតេស្តនាងដើម្បីចង់ដឹងថាតើនាងយ៉ាងម៉េចទៅហើយប៉ុន្តែម៉ាឡាមិនបាននិយាយអ្វីច្រើនទៅកាន់ពួកគេនោះទេគ្រាន់តែនិយាយថាតើនៅពេលណាទើបម្ដាយរបស់នាងមកយកនាងត្រឡប់ទៅវិញដោយសារតែអ្នកគ្រប់គ្រងឃើញថានាងមិនទាន់ប្រក្រតីធម្មតាវិញអញ្ចឹងគាត់ក៏បានឲ្យនាងនៅទីនេះបន្តទៀតហើយថែមទាំងឲ្យនាងរៀនសូត្រដូចជាពួកគេអញ្ចឹងបន្ទាប់មកម៉ាឡាឃើញថាអ្នកដែលព្យាបាលជាត្រូវបានឪពុកម្ដាយរបស់ពួកគេមកយកត្រឡប់ទៅវិញប៉ុន្តែនាងរងចាំម្ដាយរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃអត់ឃើញគាត់មកយកនាងត្រឡប់វិញទៅតែសោះរហូតដល់នាងធំពេញក្រមុំទៅហើយក៏នៅតែមិនមកយកនាងថែមទៀតលុះដល់ពេលដែលនាងឃើញឪពុកម្ដាយរបស់គេមកធ្វើខុសកំណើតឲ្យគេធ្វើឲ្យនាងមានចិត្តមួម៉ៅជាខ្លាំងដែលជាហេតុធ្វើនាងទៅវាយប្រហារ
រហូតធ្វើឲ្យគេប្រើធរក្តៅដាក់នាងនិងចាប់នាងចងដោយប្រើច្រវាក់តែម្ដងព្រោះអីមើលទៅអាការៈរបស់នាងមិនធម្មតានោះទេកាន់តែធ្ងន់ធ្ងរទៅពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែម្ដាយរបស់នាងនៅតែមិនព្រមមកយកនាងទៀតនាងនិយាយថាអញ្ចឹងគឺមានតែនាងស្លាប់តែប៉ុណ្ណោះទើបម្ដាយរបស់នាងយល់ព្រមមកយកសពរបស់នាងដើម្បីទៅបញ្ចុះនិយាយទៅគោលបំណងរបស់នាងតែមួយគត់គឺចង់ឲ្យម្ដាយរបស់នាងមកយកនាងតែប៉ុណ្្នឹងឯងហើយដោយសារតែឃើញអាការៈរបស់នាងមិនធម្មតាអញ្ចឹងកាន់តែខ្លាំងក្លាទៅគេក៏បានប្រើច្រវាក់ដើម្បីចងនាងសូម្បីតែពេលមុជទឹកហ្នឹងក៏មិនដូចជាមនុស្សធម្មតាដែរព្រោះឯពួកគេគិតថានាងគឺដល់កម្រិតមួយដែលមិនអាចទប់បានហើយអញ្ចឹងទៅណាមកណាគឺត្រូវបានគេដាក់ច្រវាក់ជាប់សូម្បីតែពេលដេកហ្នឹងក៏បានដាក់ច្រវាក់ជាប់នៅលើគ្រែដែរដែលជាហេតុធ្វើឲ្យអាការៈរបស់នាងមិនត្រឹមតែមិនធូរស្រាលនោះទេផ្ទុយទៅវិញបែរជាធ្ងន់ធ្ងរទៅបន្ទាប់ពីនាងទ្រាំលែងបានម៉ាឡាក៏បានសម្រេចចិត្តប្រើច្រវាក់នោះទាញផ្ដាច់បន្ទាប់មកនាងក៏បានយកច្រវាក់ដែលនាងបានទាញផ្ដាច់នឹងហើយយកមកសម្លាប់ខ្លួននៅពេលនឹងឯងនេះគឺជាជីវិតចុងក្រោយរបស់ម៉ាឡានាងបានស្លាប់នៅទីនេះបន្ទាប់ពីបានដឹងអំពីសាច់រឿងរបស់ខ្មោចស្រីដែលមានឈ្មោះថាម៉ាឡានឹងហើយតារាគិតថាពួកយើងត្រូវតែស្វែងរកសោតរបស់នាងឲ្យឃើញនិងបញ្ចុះឲ្យបានត្រឹមត្រូវបើមិនចឹងនោះទេនាងនឹងចងកំហឹងកាន់តែខ្លាំងហើយពួកយើងក៏មិនអាចចេញពីទីនេះបានដែរហើយពួកគេក៏បានចែកគ្នាជាពីរផ្លូវដោយតារាហើយនិងណូអាទៅរកសពរបស់ម៉ាឡាចំណែកពួកគេទាំងពីរនាក់នេះវិញគឺទៅរកចបនឹងប៉ែលដើម្បីយកទៅជីកដីនៅខាងលើដើម្បីបញ្ចុះសពរបស់ម៉ាឡាហើយពួកគេទាំងពីរនាក់បានចូលមកក្នុងបន្ទប់ដែលសង្ស័យថាសពរបស់ម៉ាឡាគឺត្រូវបានទុកនៅក្នុងបន្ទប់មួយនេះនៅពេលដែលចូលមកដល់បើកទៅគឺពិតជាបានឃើញសពរបស់នាងនៅទីនឹងពិតមែនអញ្ចឹងពួកគេទាំងពីរនាក់ក៏បានប្រញាប់ផ្សែងចេញយកទៅខាងលើនិងសួរថាហើយចោះឯណាជាប់នឹងប៉ែលនៅពេលហ្នឹងនីគីបានប្រាប់ឲ្យពួកគេទាំងពីរនាក់សែងសពឡើងទៅមុនចំណែកឯនាងចូលទៅរកប៉ែលជាមួយនឹងឡាធីចូលបាត់យូរទៅហើយអត់ឃើញចេញមកប៉ុន្តែនៅពេលដែលនាងចូលទៅយកប៉ែលហើយចេញមកវិញនោះស្រាប់តែឡាធីត្រូវបានជាប់នៅក្នុងទ្វារនឹងទ្វារបើកមិនក៏មិនចេញដែរទោះបីជាខំយកប៉ែលទៅគោះបើកក៏បើកមិនចេញថែមទៀតប៉ុន្តែមិនយូរប៉ុន្មានស្រាប់តែបន្ទាប់មកទ្វារក៏ត្រូវបានរបើកដោយខ្លួនឯងហើយនីកបានឃើញសាកសពរបស់ឡាធីបាត់ទៅហើយភ្លាមនោះនាងក៏បានប្រញាប់រត់ឡើងចេញមកខាងលើប៉ុន្តែត្រូវបានខ្មោចរបស់ម៉ាឡានឹងចាប់នាងអូសយកទៅបាត់ចំណែកពួកគេទាំងពីរនាក់បន្ទាប់ពីរងចាំអ្នកទាំងពីរយូរពេកក៏បានសម្រេចចិត្តនាំគ្នាត្រឡប់ទៅវិញដើម្បីទៅរកប៉ុន្តែគ្រាន់តែទៅវិញនឹងឃើញសពរបស់ឡាធីស្លាប់បាត់បង់ជីវិតបាត់ទៅហើយចំណែកឯនីកគឺត្រូវបានខ្មោចរបស់ម៉ាឡាអូសនាងយកមកដាក់នៅក្នុងបន្ទប់មួយទោះបីជានាងខំប្រឹងគោះនិងស្រែកហៅគ្នាឲ្យជួយយ៉ាងណាក៏ដោយក៏ពួកគេអត់បានឮសំឡេងរបស់នាងដែរអញ្ចឹងនីកគឺមានតែប្រឈមមុខជាមួយនឹងខ្មោចរបស់ម៉ាឡាដោយខ្លួនឯងតែប៉ុណ្ណោះហើយសំឡេងច្រវាក់ក៏ត្រូវបានអូសបន្លឺឡើងម៉ាឡាក៏បានបង្ហាញខ្លួនចេញមកឲ្យនីកបានឃើញច្បាស់បែរមកនីកនេះវិញនាងក៏លេចមើលទៅឃើញថានៅទីនេះគឺមានធុងហ្គារហូតដល់តែ2អញ្ចឹងនាងសម្រេចចិត្តថានឹងសម្លាប់ខ្លួនជាមួយនឹងខ្មោចរបស់ម៉ាឡាតែម្ដងទៅដើម្បីឲ្យវាចប់រឿងរ៉ាវត្រឹមនេះបន្ទាប់មកនាងក៏បានបើកហ្គាសចេញនិងយកដីហ្គាសចេញមកស្របពេលដែលពួកគេទាំងពីរនាក់កំពុងតែជីកកប់សាកសពរបស់ម៉ាឡានៅឯខាងក្រៅឯណេះហើយបំណងរបស់នីកមិនបានសម្រេចនោះទេព្រោះនាងត្រូវបានស្លាប់មុនពេលដែលនាងដុតហ្គាសនេះបំផ្ទុះចំណែកឯពួកគេបន្ទាប់ពីកប់សពរបស់ម៉ាឡារួចរាល់ស្រាប់តែសោកភ្លៀងដែលខ្លាំងបាញ់មិញបែរជាបានបាត់ដោយឯងទៅវិញហើយខ្មោចរបស់ម៉ាឡាក៏ខឹងសម្បាផងដែរដែលពួកគេហ៊ានយកសពរបស់នាងទៅកប់បែបនេះដូច្នេះណូអាក៏ត្រូវបានខ្មោចរបស់ម៉ាឡាទាញចូលទៅខាងក្នុងម្នាក់ទៀតចំណែកឯតារាវិញខំប្រឹងនិយាយលួងលោមបញ្ចុះបញ្ចូលកុំឲ្យខ្មោចរបស់ម៉ាឡានឹងសម្លាប់មនុស្សទៀតអីនាងយល់ច្បាស់អំពីចិត្តរបស់ម៉ាឡាថានាងត្រូវការម្ដាយរបស់នាងប៉ុណ្ណានិយាយយូរទៅធ្វើឲ្យម៉ាឡាហាក់ដូចជាចិត្តទន់ស្ទើរតែបបងកំហឹងទៅហើយប៉ុន្តែពេលនោះណូអាបែរជាវាទៅរកដេកេទោះបីជាតារាខំហាមថាកុំឲ្យធ្វើបែបនេះយ៉ាងណាក៏ដោយក៏វាហួសពេលទៅហើយកម្លាំងភ្លើងបានបុកបំពើងតារាចេញមកខាងក្រៅដែលធ្វើឲ្យនាងត្រូវបានសន្លប់បាត់បង់ស្មារតីនៅក្នុងពេលនាងបាត់ទៅលុះដល់ពេលវេលាព្រឹកស្អែកឡើងចូលមកដល់ស្រាប់តែមានទូកសង្គ្រោះបានមកកាន់ទីនេះព្រោះតែគេទទួលបានដំណឹងអំពីទីវត្តមានរបស់ពួកគេដែលចូលមកកាន់កោះមួយនឹងឯងសូម្បីតែម្ដាយរបស់នាងក៏មកដល់ទីនេះដែរហើយនៅពេលដែលក្រុមជួយសង្គ្រោះមកដល់ទីនេះពួកគេក៏បានធ្វើការបោះសម្អាតសាកសពដែលនៅក្នុងអាគារមួយនឹងចំណែកឯតារាវិញក៏ត្រូវបានជួយសង្គ្រោះយកត្រឡប់ទៅផ្ទះវិញ
ហើយនៅពេលដែលតារានាងទៅដល់ផ្ទះវិញនាងចាប់ផ្ដើមស្ដាប់សម្ដីនិងស្រឡាញ់ម្ដាយរបស់នាងជាងមុនមិនគិតថាគាត់មានការតឹងរឹងឬក៏មិនស្រឡាញ់នាងដោយការពីមុនទៀតនោះទេហើយថែមទាំងបានអោបគាត់ដោយក្តីនឹករលឹកផងដែរប៉ុន្តែយើងសង្កេតឃើញថានៅក្នុងបន្ទប់របស់នាងគឺពោរពេញទៅដោយគំនូររបស់ម៉ាឡាដូច្នេះអ្នកទាំងអស់គ្នាអាចធ្វើការកាត់យល់បានថាតើនេះគឺជាតារាឬក៏ជាម៉ាឡា